ព្រះអង្គម្ចាស់ស្រឡាញ់អ្នកដកស្រង់ពីយូហានជំពូក2ខ16ព្រះអង្គទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាព្រះអង្គប្រទានព្រះរាជបុត្រតែមួយរបស់ទ្រង់ដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះនឹងមិនត្រូវវិនាសឡើយតែឲ្យមានជីវិតអស់កលជានិច្ចវិញព្រះអង្គម្ចាស់គឺជាសេចក្តីស្រឡាញ់ទ្រង់បានខ្វល់ខ្វាយពីតម្រូវការរបស់មនុស្សព្រះគ្រីស្ទបានយាងមកសុគតដើម្បីដោះស្រាយបញ្ហានៃអំពើបាបរបស់យើងប្រសិនបើអ្នកនិយាយទៅកាន់ព្រះជាម្ចាស់ថាតួបង្គំជាមនុស្សមានបាបតួបង្គំស្ម័គ្រចិត្តហើយចង់ទទួលយកព្រះអង្គនោះអ្នកនឹងបានសង្គ្រោះខ្លឹមសារ1យូហានជំពូក4ខ16ខព្រះអង្គម្ចាស់គឺជាសេចក្តីស្រឡាញ់1យូហានជំពូក3ខ16ព្រះអង្គទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាព្រះអង្គប្រទានព្រះរាជបុត្រតែមួយរបស់ទ្រង់ដើម្បីអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះនឹងមិនត្រូវវិនាសឡើយតែឲ្យមានជីវិតអស់កលជានិច្ចវិញរ៉ូមជំពូក5ខ8ប៉ុន្តែព្រះបានផ្ដល់សេចក្តីស្រឡាញ់របស់ទ្រង់មកយើងនៅពេលដែលយើងមានបាបនៅឡើយព្រះគ្រីស្ទទ្រង់សុគតសម្រាប់យើងរាល់គ្នារ៉ូម៉ាំង1ព្រះអង្គម្ចាស់គឺជាសេចក្តីស្រឡាញ់ព្រះអង្គទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់ព្រះអង្គម្ចាស់គឺជាសេចក្តីស្រឡាញ់នេះជាការពិតព្រះអង្គម្ចាស់គឺជាសេចក្តីស្រឡាញ់ទ្រង់មិនអាចជួយបានប៉ុន្តែស្រឡាញ់ទ្រង់មិនមានព្រះទ័យសុខស្រួលឡើយប្រសិនបើទ្រង់មិនបានស្រឡាញ់ B ទ្រង់បានស្រឡាញ់និងបានប្រទានឲ្យទ្រង់បានប្រទានព្រះអង្គម្ចាស់យេស៊ូវដល់មនុស្សលោកដើម្បីសុគតសម្រាប់មនុស្សលោកនិងដើម្បីសម្រេចសេចក្តីសង្គ្រោះនៅលើឈើឆ្កាង C ដោយព្រោះហេតុនេះហើយទើបព្រះគម្ពីរបានបង្ហាញយើងនៅការពិតដ៏អស្ចារ្យមួយនេះនោះគឺថាសេចក្តីស្រឡាញ់នៃព្រះជាម្ចាស់បានសម្ដែងចេញនៅក្នុងសេចក្តីស្លាប់របស់ព្រះគ្រីស្ទរ៉ូម៉ាំង2គ្រប់គ្នាអស់អ្នកណាដែលជឿដល់ទ្រង់មិនត្រូវវិនាសឡើយប៉ុន្តែមានជីវិតអស់កលវិញសប្តាហ៍ថ្ងៃនេះខ្ញុំកំពុងនិយាយរឿងមួយនោះគឺថាព្រះចង់បានអ្នកនិងស្រឡាញ់អ្នក B ទ្រង់បានដោះស្រាយរាល់បញ្ហារបស់យើងទ្រង់មិនបានទុកកន្លែងសម្រាប់ឲ្យយើងធ្វើការងារឡើយយើងមិនចាំបាច់ធ្វើអ្វីទាំងអស់លើកលែងតែការជឿនៅអ្វីដែលព្រះអង្គម្ចាស់បានបំពេញសម្រេចរួចហើយប៉ុណ្ណោះ C ខ្ញុំសង្ឃឹមថាអ្នកអាចចងចាំថាព្រះគឺជាសេចក្តីស្រឡាញ់ប្រសិនបើអ្នកនិយាយទៅកាន់ព្រះថាតួបង្គំជាមនុស្សមានបាបតួបង្គំស្ម័គ្រចិត្តនិងចង់ទទួលយកព្រះអង្គនោះអ្នកនឹងបានសង្គ្រោះក្រោយមកព្រះអង្គនឹងរីករាយព្រះទ័យហើយអ្នកក៏នឹងរីករាយចិត្តជាមួយនឹងទ្រង់ផងដែរ